បរិយាកាសនៅក្នុងទីក្រុងអូអាប់សាយឡានម៉ូតូពីពេញមេឃគួបផ្សំនឹងការងារស្មុគស្មាញច្រើនពិសិដ្ឋដែលជាមនុស្សស្រឡាញ់ចូលចិត្តធម្មជាតិនោះតែងតែនាំប្រពន្ធរបស់គេទៅដើរលេងឬទៅបោះតង់នៅតាមខេត្តជាញឹកញាប់ប៉ុន្តែការបោះតង់មុនគាត់តែងតែទៅមានគ្នាច្រើនមានមិត្តភ័ក្តិ3ឬ4នាក់ជាមួយប្រពន្ធរបស់ពួកគេចំណែកលើកនេះវិញពិសិដ្ឋគេទៅតែ2នាក់ប្រពន្ធគេប៉ុណ្ណោះដោយសារតែមិត្តរបស់ពួកគេរវល់ហើយណាមួយពួកគេចង់មានពេលផ្អែមល្ហែមជាមួយគ្នាតែ2នាក់ផងដែរពិសិដ្ឋនិងជីណេតពួកគេរៀបការជាមួយគ្នា2ឆ្នាំហើយប៉ុន្តែនៅមិនទាន់មានកូនមួយគ្រាប់នៅឡើយទេនេះអូនដាក់ខោបងមួយចូលក្នុងវ៉ាលីអូនផងពិសិដ្ឋនិយាយពេលគេកំពុងរៀបចំអីវ៉ាន់ទៅបោះតង់ស្អែកពិសិដ្ឋអាយុ30ឆ្នាំកម្ពស់170សង់ទីម៉ែត្រប្រហែល57គីឡូមានតូចរាងស្គមគេមានស្បែកសសក់ស្ងួតពាក់វ៉ែនតាមុខមាត់របស់គេសុភាពរៀបសារគេជាមនុស្សដែលមានគេស្រឡាញ់ចូលចិត្តច្រើនមិនថានៅផ្ទះឬនៅកន្លែងគេធ្វើការទេពិសិដ្ឋគេធ្វើការនៅក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញប្រាក់ខែក៏ច្រើនគួរសមដែរព្រោះគេជាមនុស្សដែលមានសមត្ថភាពខំប្រឹងនឹងការងាររហូតដល់មេនៅផ្ទះមានឡាននិងអាចឲ្យប្រពន្ធរបស់គេរស់ស្រួលដែរតែគេក៏ជាមនុស្សស្រឡាញ់ចូលចិត្តធម្មជាតិណាស់គេចូលចិត្តដើរលេងបោះតង់ស្ទូចត្រីជាដើមបងឯងនេះឲ្យតែបានទៅបោះតង់ម្ដងយកអីវ៉ាន់ទៅម្ដងចំមួយឡានអ្នកឯងហើយដាណេតបទាំងនាងកំពុងតែបត់ខោអាវដាក់ក្នុងវ៉ាលីរបស់នាងជាអ្នកអាយុ28ឆ្នាំមិនធាត់មិនស្គមរាងល្មមមកស្អាតកម្ពស់168សង់ទីម៉ែត្រ55គីឡូសាច់សមមាត់ខៃសក់ខ្មៅរលោងស្បែកមុខសគ្មានមុនគ្មានស្នាមទេខ្ចីញិនដាំទ្រូង32ត្រលុកទ្រុនបើនិយាយទីស្តុបក្រោយវិញរៀងទៅអាស្រៀងធំមុំគួរឲ្យខ្នាញ់ត្រកៀកសាយសាច់នៅហាប់ណែនល្អធ្វើត្បិតថានាងរៀងមានសាច់បណ្ឌិតមែនតែក្បាលពោះរបស់នាងរៀបស្មើចង្កេះក៏រៀងតូចដែរសប្តាហ៍ថ្ងៃនាងគឺជាស្ត្រីមេផ្ទះព្រោះពិសិដ្ឋមិនអោយនាងធ្វើការងារអីទេថ្មដូចព្រះនាងអញ្ចឹងសំបីស្រមត់មួយមិនអោយវាលើផងពិសិដ្ឋតបចិត្តពីមកពីបងត្រូវយករបស់របរទៅច្រើននឹងណាកុំអោយទៅដល់នោះមានអីខ្វះខាតដែលនេះចិត្តពីនិយាយអញ្ចឹងលើកនេះយើងទៅតែ2នាក់មែនទេបងពិស្រៈនឹងហៅអូនពួកនោះវារវល់អស់ហើយដែលនេះចិត្តពីបងហ៊ានទៅដែរតែ2នាក់ចឹងពិសិដ្ឋចិត្តពីខ្លាចអីអូនតែ2នាក់អញ្ចឹងស្រួលយើងមានពេលជាមួយគ្នាច្រើនដងទៅគ្នាច្រើនយើងបងមិនសូវមានឱកាសសោះជានិយកដៃវិស្មាពិសិដ្ឋតិចរួចតបទាំងអស់សំណើចដែលនេះចិត្តពីបងឯងនេះខូចណាស់ពិសិដ្ឋចិត្តពីបានហើយតោះឆាប់កេងទៅស្អែកយើងត្រូវងើបទៅពីព្រលឹមទៀតដែលនេះចិត្តពីចាលលុលថ្ងៃសៅរ៍ម៉ោង4:30នាទីទៀបភ្លឺពិសិដ្ឋនិងដាណេបន្ទាប់ពីបានជញ្ជូនរបស់របរដាក់ឡាន Ford Ranger របស់គេសព្វគ្រប់ហើយពួកគេក៏បានចាប់ផ្ដើមធ្វើដំណើរចេញទៅដែលត្រូវទៅនោះគឺខេត្តមណ្ឌលគិរីជិះទៅបណ្ដើរពួកគេក៏និយាយគ្នាលេងបណ្ដើរភ្លាមនោះស្រាប់តែពិសិដ្ឋនិយាយឡើងថាចិត្តពីទៅលើកនេះបងមងអូនទៅកន្លែងមួយបងលើបូរ៉ាមិត្តបងថាមានកន្លែងនោះមួយស្អាតណាស់ទស្សនភាពស្អាតមានទឹកធ្លាក់អាចមុតបានហើយមានកន្លែងស្ទូចត្រីគៀតតែវារៀងជ្រៅបន្តិចតតែអ្នកបោះតង់ជើងចាស់អីបានស្គាល់ដាណេចិត្តពីចោលបងជើងចាស់អត់ពិសិដ្ឋចុងមើងនិយាយបងមែនទៅជាមួយបងកុំភ័យអូនសម្លាញ់ជានេះចិត្តពីអូននិយាយលេងតះឲ្យតែមានបងទៅណាក៏អូនទៅដែរប្រហែលជា8ម៉ោងក្រោយមកត្រូវជាម៉ោងប្រហែលជាមួយរសៀលពួកគេក៏បានទៅដល់តំបន់ដែលគេនិយមបោះតង់នៅខេត្តមណ្ឌលគិរីទៅដល់ពិសិដ្ឋគេក៏បានចុះទៅសួរអំពីតំបន់ដែលគេចង់ទៅនោះពីអ្នកនាំផ្លូវម្នាក់នៅតំបន់នោះពិសិដ្ឋចិត្តពីសួរស្ដាប់សុំសួរមួយអ្នកនាំផ្លូវចិត្តពីសួរអីអូនពិសិដ្ឋចិត្តពីបងស្គាល់តំបន់ទេអ្នកនាំផ្លូវចិត្តពីជ្រើណាអូនត្រូវណាស់តំបន់នេះមិនសឹងមានអ្នកទៅទេវាស្អាតបែនតែក៏ឆាប់បង្វែងផ្លូវដែរសំបីតែបងដើរព្រៃរាប់ឆ្នាំក៏នៅតាមម្ដងមកកាលដែលពិសិដ្ឋចិត្តពីចង់ទៅលេងម្ដងនឹងណាបងឮគេល្បីគេថាស្អាតអ្នកនាំផ្លូវចិត្តពីប្អូនរកអ្នកនាំផ្លូវមួយទៅស្រួលពិសិដ្ឋចិត្តពីបបងទំនេរទេអ្នកនាំផ្លូវចិត្តពីអត់ទេអូនបងជាប់ភៀហើយត្រោកគេផ្សេងទៅពិសិដ្ឋចិត្តពីបាត់បងអរគុណច្រើនកើតរួចគេក៏ឡើងឡានហើយបើកពិសិដ្ឋដើរមកឡានវិញបណ្ដាគិតក្នុងចិត្តបណ្ដាថាខ្វន់អីហាដើរព្រៃរាប់ឆ្នាំដែរខ្លាចអីវង្វេងប៉ុណ្ណឹងទៅមុខបន្តទៅភៀមនោះដាណេក៏សួរជានេះចិត្តពីអត់ជួនអ្នកនាំផ្លូវទេបងពិសិដ្ឋចិត្តពីអត់ទេអូនយើងទៅខ្លួនឯងបាននិយាយរួចពិសិដ្ឋគេក៏ដកទូរស័ព្ទទេទៅបរាដែលជាមិត្តរបស់គេនិយាយសុំនាំផ្លូវមួយសំទុះពិសិដ្ឋក៏ងាកមកញញឹមដាក់ដាណេហើយនិយាយថាពិសិដ្ឋចិត្តពីតោះបងស្គាល់ផ្លូវហើយជានេះវិញមិនតបនាងក៏រៀមភ័យក្នុងចិត្តតិចដែរព្រោះរាល់ដុំមកគ្នាច្រើនបើទោះជាវង្វេងក៏បានគ្នាច្រើនតែលើកនេះតែពីរអ្នកហើយអត់អ្នកនាំផ្លូវទៀតតែនាងក៏ទុកចិត្តលើប្តីរបស់នាងពិសិដ្ឋដែរជាចូលកាន់តែជ្រៅទេសភាពព្រៃភ្នំនៅសងខាងផ្លូវស្រស់ស្អាតណាស់ពួកគេទាំងពីរហាក់អើមហាយអារម្មណ៍តែម្ដងនោះពិសិដ្ឋក៏បាននិយាយទៅកាន់ដាននេថាចិត្តពីពេលកំពុងតែជិះឡានពិសិដ្ឋចិត្តពីទេសភាពឆ្អាតដល់ហើយអូនដាននេះចិត្តពីមិនហើយបងស្រស់ស្រាយតែម្ដងហើយពិស្រៈចាំមើលទៅយប់នេះអូនខ្ចប់បបបងហើយយើងយកកូនប្រើឲ្យបានដាននេះចិត្តពីបងឯងខូចទៀតហើយជិះចូលទៅប្រហែលជា1ម៉ោងពេលនេះម៉ោង2រសៀលហើយ
ពេលនេះផ្លូវលេងធំស្រួលជាដូចមុនហើយជាប្រភេទដីឥតតែដោយសារដីស្ងួតក៏មិនពិបានជាអីដែរមកដល់កន្លែងនេះមនុស្សភាគច្រើនគេលេងសើមកដល់ហើយពិសេសប៉ាន់ជាបានទៅរៀនជ្រៅបន្តិចក៏បានដល់ផ្លូវបំបែកជាពីរបែបជាដងផ្លូវជំពាមពិសិដ្ឋគេក៏មិនច្បាស់ដែរក៏ទាញទូរស័ព្ទទេទៅបុរាប៉ុន្តែដោយសារតែនៅតំបន់នេះមិនសូវមានសេវាពេលនិយាយគ្នាពិសិដ្ឋក៏ឮសំឡេងបុរានិយាយមិនច្បាស់ដែររួចទូរស័ព្ទក៏ដាច់ទៅភៀមនោះដានេរសួរចិត្តពីរត់យ៉ាងមិនហើយបងបត់ឆ្វេងរឹបស្តាំងពិសិដ្ឋចិត្តពីបងស្ដាប់មិនច្បាស់ទេតែប្រហែលជាបត់ឆ្វេងដានេះចិត្តពីបើមិនច្បាស់យើងត្រឡប់ទៅវិញទៅបងពិសិដ្ឋមកដល់នេះហើយទៅវិញធ្វើអីអូនត្រូវហើយប្រហែលជាមាត់ឆ្វេងនឹងហើយដានេះចិត្តពីតោះជើងបងតែតាមពិតទៅពិសិដ្ឋគេបានបត់ខុសផ្លូវហើយផ្លូវដែលត្រូវគឺត្រូវបត់ស្ដាំឯណោះទេពីមួយផ្លូវទៅមួយផ្លូវចេះតែមានផ្លូវបំបែកចំណែកពិសិដ្ឋវិញគេចេះតែបត់តាមចិត្តមិនដឹងទិសតំបន់នោះទេរហូតយូរទៅទើបបានជាគេដឹងថាពួកគេបានពង្វេងផ្លូវបាត់ទៅហើយចង់បកក្រោយក៏មិនបានដោយសារតែត្រូវបកក្រោយក៏ជាផ្លូវបំបែកមិនដឹងមួយណាជាមួយណាទេចំណែកផ្លូវទៅមុខវិញក៏លែងមានដែរផ្លូវរួចតូចទៅរហូតឡែតជាមិនចង់កើតតែដោយសារឡានពិសិដ្ឋ Ford Predator ខ្លាំងគេចេះតែជិះទម្លុះព្រៃខ្លះៗហើយមកដល់ត្រឹមនេះផ្លូវទាន់មានទាន់ហើយពួកគេជិះមកជ្រើរហូតមកដល់ពេលនេះម៉ោង 7:04 បាត់ទៅហើយពិសិដ្ឋចង់ទាញទូរស័ព្ទយកមកខលទៅតាក់ទងអ្នកខាងក្រៅក៏មិនបានដោយសារតែទូរស័ព្ទគ្មានសេវានោះទេភៀមនោះពិសិដ្ឋបាននិយាយទៅកាន់ដាននៃថាចិត្តពីយើងវងវងហើយអូនតោះចុះពីលើឡានដើរមើលចិត្តនឹងមើលក្រែងមានមនុស្សធ្វើតែបិទតែពួកគេកំពុងវង្វេងផ្លូវមែនតែមើលទៅពួកគេទាំងពីរនាក់ហាក់ដូចជាមិនភ័យអីប្រមាណទេព្រោះរយងវង្វេងក្នុងព្រៃនេះពួកគេវង្វេងឡើងសមហើយពិសិដ្ឋនឹងដានេករស្ដាយការតាប់ម្នាក់មួយដល់ដាក់របស់របរសមមុំនៅក្នុងនោះដើម្បីដើររកមនុស្សនៅចិត្តនោះឲ្យគេជួយនាំចេញទៅវិញពិសិដ្ឋនិយាយចិត្តពីតអូនដើររកមើលក្រែងមានមនុស្សគេចូលមកព្រៃនេះដែរយើងត្រូវតែត្រឡប់មកដល់ឡានវិញឲ្យបានមុនថ្ងៃលិចដាណាក់តោះបងអូនរៀបចំហើយដនេនាងស្លៀកអាវយឺតស្ដាយឃ្លៀបពីខាងក្នុងនិងអាវក្រៅដៃវែងមួយពីខាងក្រៅមួយជាន់ទៀតច្រាស់លេខោប៉ារ៉ាជើងវែងរៀមរឹបត្រឹមភ្នែកគោត្រូវនឹងរៀននាងស្អាតផងនោះស្លៀកខោនេះទៅគឺសមតែម្ដងហើយនេះស្បែកជើងប៉ាត់តាពណ៌ខ្មៅស្ពីការតាបង្កើតតាមប្តីពីក្រោយពិសិដ្ឋវិញគេខំប្រឹងដើរស្និទ្ធស្វែងរកតែមិនបានឃើញអ្នកណាសោះពួកគេដើររកមនុស្សជួយបណ្ដាលដល់លេងបណ្ដាលដោយពួកគេនាំគ្នាថតរូបលេងជាមួយគ្នាថតឲ្យគ្នាទៅវិញទៅមកចំណែកមេឃវិញដើររករៀនយូរដែរតែនៅតែរកមនុស្សមិនឃើញពេលនេះក៏ចាប់ផ្ដើមអស់ស្នងគុតដែរមើលថ្ងៃលិចតែមួយភ្លេពួកគេក៏នាំគ្នាត្រឡប់មករកឡានវិញព្រោះខ្លាចយកពិបាករកផ្លូវប៉ុន្តែរៀបនឹងដើរចេញមកទៅហើយនោះពេលនោះស្រាប់តែឮសំឡេងមនុស្សពីរនាក់កំពុងតែដើរជជែកគ្នានៅក្នុងព្រៃតែមើលឃើញមិនច្បាស់នោះទេព្រោះពួកគេដើរបានព្រៃហើយណាមួយមេឃរោគយប់ទៅហើយទៀតប៉ុន្តែបានបន្តិចក៏បានមើលឃើញច្បាស់នោះគឺជាបុរសវ័យកណ្ដាលពីរនាក់អាយុប្រហែល40ប្លាយកំពុងតែដើររកឃ្មុំព្រះសក្រាន់តែឃើញភ្លាមគេសប្បាយចិត្តណាស់បំរុងនឹងរត់ទៅស្រែកហៅពួកគេទៅហើយតែភ្លាមនោះស្រាប់តែដានេទាញអាជាប់ពិសិដ្ឋក៏ងាកមកមើលមុខដានេដោយឆ្ងល់